Jeff គឺជាអ្នកប្រមាញ់ដ៏មានឥទ្ធិពលបំផុតនៅក្នុងព្រៃគាត់មិនត្រឹមតែមានកំប៉ុងខ្មៅប៉ុណ្ណោះទេគាត់ក៏អាចស៊ីពស់បានដែរគាត់មិនខ្លាចព្រួញរបស់ពួកបរិសុទ្ធទេសត្វទាំង7រសជាតិនៃអាហារនឹងតាក់ទាញសត្វដទៃទៀតអ្នកគួរតែប្រញាប់ទៅញ៉ាំអាហារខ្ញុំមិននឹកស្មានថាឆាវឆាវនឹងមកទេសេះយៈពណ៌មាសប្រវែង40ម៉ែត្រមានក្លិនស្អុយក្លិនគាត់បានដើរចុះតាមដើមឈើក្មេងប្រុសតូចដែលកំពុងញ៉ាំពស់ក៏កំពុងស៊ីសាច់ពស់អាំងដែរគាត់មិនបានកត់សម្គាល់ឃើញគ្រោះថ្នាក់តតែសោះជាលទ្ធផលនៅវិនាទីបន្ទាប់គាត់គឺជាត្រូវបានសេះយៈយកទៅនៅពេលវេលាចុងក្រោយនៃជីវិតរបស់គាត់ Jeff បានប្រើដំបងឈើដើម្បីវាយយៈនោះសេះបានត្រឹមត្រូវនេះជារបៀបដែលគាត់បានសម្លាប់ក្មេងតូចដោយជោគជ័យក្មេងប្រុសគ្រប់គ្នាភ័យខ្លាចខ្លាំងណាស់ទើបមិនដើម្បីស្នាក់នៅក្នុងព្រៃពួកគេអាចត្រឹមតែអន់ក្បាលឲ្យចិត្តប៉ុណ្ណោះទេពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លងកាត់ព្រៃឈើតាមរបៀបនេះពួកគេអាចរកឃើញផ្លូវរត់គេចរបស់ Jeff ផ្លូវលឿនជាងមុនទោះយ៉ាងណាក៏ដោយពួកគេមិនបានទៅឆ្ងាយទេថតបានដឹងពីចលនានៅក្នុងទឹកសម្ពាធដ៏អាក្រក់នេះមនុស្សគ្រប់គ្នាកំពុងឈរស្ងៀមបន្ទាប់ពីសេះយៈត្រូវបានបាញ់រួចមនុស្សគ្រប់គ្នាក៏បន្តដំណើរទៅមុខទៀតដើម្បីឆ្ពោះទៅមុខដោយប្រុងប្រយ័ត្នប៉ុន្តែដូចធម្មតាអ្នកណាដែលត្រូវបានចាប់ខ្លួនដោយកាមេរ៉ាត្រូវតែញ៉ាំពោធិចារដែលដើរនៅពីក្រោយនៅតែអធិស្ឋានដល់ព្រះពោធិសត្វខ្ញុំមិននឹកស្មានថាសេះយៈនឹងមកទេត្រឡប់មកវិញពោធិចារត្រូវបានយៈចាប់ចងសេះបន្ទាប់មកគាត់បានបើកមាត់ធំរបស់គាត់ហើយខាំពិបាកណាស់ហើយ Jeff កាន់តែរីករាយនឹងវាថែមទៀតតើអ្នកគិតថាខ្ញុំនឹងស្លាប់នៅនេះចាំមើលថាតើពួកគេអាចទ្រាំទ្របានឬអត់បើអាចទ្រាំបានគុំធ្វើដូចគេនេះខណៈពេលដែលសេះយៈកំពុងស៊ីចំណីមនុស្សគ្រប់គ្នាក៏ប្រញាប់ប្រញាល់បានចាក់ចេញពីទីនេះជាសំណាងល្អមិនយូរប៉ុន្មានពួកគេបានរកឃើញថាការដឹកជញ្ជូនរហ័សរបស់ Jeff មិនមែនឆ្ងាយពួកគេគិតថាពួកគេអាចចាក់ចេញពីកន្លែងដ៏អាក្រក់នេះបានប៉ុន្តែភ្លាមនោះ Jeff បានដកដៃរបស់គាត់ចេញសូម្បីតែមេដឹកនាំក្រុមគឺលោក Jen Belling ក៏ដោយបានវិនិច្ឆ័យរួចហើយថាមនុស្សទាំងនេះសុទ្ធតែជាមនុស្សដែល Jeff ត្រូវបានគេបោកបញ្ឆោតឲ្យចាប់យៈបេះដូងនិងព្រលឹងដែលពួកគេចង់ចាប់មានលក្ខណៈប្លែកពីគេនៅក្នុងពិភពលោកវាក៏ជាសេះក្រហមដែលអាចប្រែប្រួលបានធំជាងគេផងដែរបើកូននេះត្រូវគេចាប់បានគាត់នឹងត្រូវគេចាប់បានអាចចិញ្ចឹមដងពីអ្នកកណ្ដាលបន្ទាប់នៃជីវិតបន្ទាប់មកពួកគេបានទៅដល់តំបន់នៃពូយៈបន្ទាប់មកពួកគេបានចង់ពូយៈទៅនឹងអន្ទាក់ចាំមើលពូយៈចាប់ចង់សិនហើយអ្នកអាចចាប់វាបានប៉ុន្តែ Xiaomi មិនបានស្លាប់នៅទីនេះទេនាងចង់មានរូបរាងល្អហើយតួលេខល្អគ្រាន់តែពាក្យពីរបីម៉ាត់ប៉ុណ្ណោះអនុញ្ញាតឲ្យ Jeff ចាត់វិធានការភ្លាមដើម្បីដោះលែងសេះសម្រាប់នាងដោយក្រសែភ្នែករបស់ Xiaomi ភ្លាម Jeff ក៏លោតចូលទៅក្នុងព្រៃជាមួយនាងតើមានអ្វីល្អអំពីពស់កុំគិតច្រើនអីវាហាក់ដូចជាថ្លៃសេវាវ៉ាបនឹងត្រូវបានគិតជាលទ្ធផលនៅវិនាទីបន្ទាប់ Jeff យកកាំភ្លើងដោយញឹមដាក់គាត់មុខហើយបានរំលឹកប្អូនស្រីរបស់គាត់ដោយសប្បុរសឲ្យចងចាំពាក់ខ្សែដៃសុវត្ថិភាពនៅពេលក្រោយជីវិតពេលដែល Jeff ហ៊ាបនឹងផ្ញើ Xiaomi ទៅដល់ដំណើរចុងក្រោយឡានបានប្រើឈើមួយព្យាយាមផ្ដួលនាងឲ្យអស់ទាន់ហើយក៏មានចំណាំមួយនៅលើអន្ទាក់ប៉ុន្តែវាមិនមែនជាបេះដូងនិងព្រលឹងទេក្មេងស្រីម្នាក់ដែលបានមកតាមការណាត់ជួបតែម្នាក់វាហាក់ដូចជាពូយៈកំពុងទទួលបានតែខិតជិតដល់ប្រជាជននិងកាន់តែជាបាលៀងបានទាញខ្សែពួរហើយត្រៀមខ្លួនរួចរាល់ដើម្បីចាប់ខ្ញុំនៅពេលណាក៏បានកត់សម្គាល់ឃើញថាពូយៈមួយក្បាលហើយលើក្បាលរបស់គាត់នៅវិនាទីបន្ទាប់ពូយៈនោះស្លាប់ពូយៈបានឃើញការវីឆ្មក់ហើយភ្លាមនោះបានរត់គេចខ្លួនចេញពីទីនេះពេលដែល Jeff ភ្ញាក់ពីសន្លប់ពូយៈទើបតែលេចចេញពីក្រោយវាហើយលាតត្រដាងគាត់ចូលទៅក្នុងព្រៃដោយផ្ទាល់ហើយ Xiaomi ក៏បានចំណាយសម្រាប់កម្មភាពឥឡូវនេះនាងត្រូវបានបាញ់ចំពោះនៅទីបញ្ចប់ឈាមច្រើនពេកបានបាត់បង់ហើយបានស្នាក់នៅទីនេះជារៀងរហូត3នាក់ទៀតចង់ចាក់ចេញតាមទូកប៉ុន្តែម៉ាស៊ីនមិនអាចចាប់ផ្ដើមបានទេភ្លាមនោះខ្លាថតមានអារម្មណ៍ត្រជាក់ពីក្រោយគាត់ហើយបន្ទាប់មកគាត់បានរកឃើញថាគាត់ជាពលវាបានបង្ហាញថា Jeff មិនបានស្លាប់ទេតតែសោះហើយពូយៈនោះបានត្រូវបានកាត់ជាពាក់កណ្ដាលដោយគាត់ខ្ញុំត្រូវតែនិយាយថាបុរសម្នាក់នេះពិតជាអស្ចារ្យណាស់គាត់បានចង់មនុស្សទាំង3នាក់ត្រឡប់ទៅវិញសម្បុកពូយៈសម្ដងទៀតហើយបន្ទាប់មកបានរំលាក់ដ៏ល្អិតល្អន់មួយនេះគួរតែជាឱកាសចុងក្រោយរបស់គាត់ដើម្បីចាប់វាមិនចំណាយពេលយូរទេសម្រាប់ពូយៈនោះដើម្បីភ្ញាក់ពីឋាននរកហើយតារាមីតូចទាំងនេះនៅពីមុខគាត់ចង់ចាប់ពន្លឺផ្កាយប៉ុន្តែពួកគេមិនបានមានពេលវេលាដើម្បីចុះចេញពីដំណើរគេត្រូវបានវិញ្ញាណមួយចាស់អ្នកស្លាប់ពូយៈដ៏មានឥទ្ធិពលបានលេចចេញមក